Tilly, Tilly boy, close your eyes now. Someone's walking outside and knocks on the door. កាលពីជាង20ឆ្នាំមុនមានពាក្យចចាមអារម្មណ៍លេចលឺនៅតាមភូមិស្រុកតូចធំជាច្រើនថាមានបិសាចនៅក្នុងខ្លួនព្រះសង្ឃ3ឆ្កែខ្មៅនិងដូនជី3ឆ្មាខ្មៅចេញអុកឡុករកស៊ីបេះដូងថ្លើមប្រមាត់និងពោះវៀនពោះតាំងរបស់អ្នកស្រុករឿងនេះខ្ញុំបានសម្រាយបែបជាតុក្កតាដាក់នៅក្នុង TikTok ដំបូងគេការសម្រាយនឹងគឺល្បីក្ដុងក្ដាំងខ្លាំងមែនតើហើយមានប្រិយមិត្តយើងមួយចំនួនស្គាល់ខ្ញុំតាមរយៈរឿងព្រះសង្ឃ3ឆ្កែដូនជី3ឆ្មាហ្នឹងដំបូងឡើយនៅពេលដែលខ្ញុំយកវាមកបកប្រែសម្រាយហ្នឹងខ្ញុំគិតថាវាគ្រាន់តែជារឿងនិទានតុក្កតាធម្មតាប៉ុន្តែនៅពេលដែលយើងសិក្សា deep inside ចូលទៅក្នុងសាច់រឿងរបស់គេទើបយើងដឹងថាការពិតនឹងគឺជាជំនឿពិតប្រាកដដែលកើតឡើងនៅក្នុងប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ដងទន្លេមេគង្គបានន័យថាមិនមែនតែប្រទេសថៃទេណាទាំងឡាវហើយនឹងមានភាគខ្លះនៃប្រទេសខ្មែរក៏មានអ្នកដឹងរឿងដឹងដែរគ្រាន់តែវាអត់ខ្ទខ្ទាដោយប្រទេសឡាវហើយនឹងប្រទេសថៃដោយប្រទេសឡាវហើយនឹងប្រទេសថៃភាគច្រើនគេជឿលើរឿងហ្នឹងថាជារឿងពិតតែម្ដងរហូតដល់មាននិយាយនិទានរឿងចេញជាសៀវភៅថតបែបខ្សែភាពយន្តផងដែរដូច្នេះទេថ្ងៃហ្នឹងគឺខ្ញុំត្រឡប់ទៅយក version ដើមដែលជា version ដែលត្រូវបានគេនិយាយតគ្នាច្រើនជាងគេហើយក៏ទទួលបានការគាំទ្រថានឹងគឺជារឿងដែលពិតប្រាកដតែយ៉ាងណាអានេះក៏វាជារឿងនិយាយតគ្នាដែលចែករំលែកបទពិសោធន៍ពីម្នាក់ទៅម្នាក់ហ្នឹងហើយអញ្ចឹងក៏យើងគិតតាមហ្នឹងទៅហ្នឹងហើយហើយរឿងហ្នឹងគឺខ្ញុំបាននិយាយនៅក្នុង account TikTok ចាស់របស់ខ្ញុំប៉ុន្តែវាបានបាត់ទៅដោយសារតែគេ ban អញ្ចឹងក៏មានបងប្អូនយើងសំណូមពរឲ្យលើកយករឿងហ្នឹងមកនិយាយសារជាថ្មីអញ្ចឹងថ្ងៃហ្នឹងគឺយើងធ្វើតាមសំណូមពរបងប្អូនយើងเนาะអូខេហ្នឹងហើយដោយព្រះសង្ឃនិងដូនជីនោះបានធ្វើដំណើរឆ្លងកាត់តាមប្រទេសដែលនៅតាមដងទន្លេមេគង្គហើយដែលច្បាស់លាស់បំផុតហ្នឹងគឺពីព្រំដែនឡាវចូលមកប្រទេសថៃអូហើយឲ្យតែព្រះសង្ឃនិមន្តឆ្លងកាត់ភូមិស្រុកមួយណាទីនោះរមែងតែមានមនុស្សស្លាប់ជានិច្ចដោយគ្មានមូលហេតុហើយកាន់តែតក់ស្លុតជាងនេះទៅទៀតនោះគឺគ្រប់សាកសពដែលបាត់បង់ជីវិតដោយគ្មានមូលហេតុទាំងអស់នោះសឹងតែប្រហាក់ប្រហែលគ្នាគឺស្លេកស្លាំងបែកឈាមតាមភ្នែករីឯពោះវៀនពោះតាំងថ្លើមប្រមាត់អីហ្នឹងបាត់ទៅតែម្ដងអត់មានទេអាចដាច់អរត់អារីនៅជុំវិញសាកសពខ្លះប៉ុន្តែភាគច្រើនគឺបាត់ទៅតែម្ដងវាប្រៀបដូចជាសភាពគឺសពហ្នឹងត្រូវបានសត្វព្រៃហែកស៊ីច្រើនជាងបើយើងអត់ជឿលើអបិយជំនឿគឺយើងគិតថាសពហ្នឹងគឺជួបមួយនឹងសត្វព្រៃឯងធម្មតាបើសិនជាសត្វព្រៃហែកស៊ីវាសមតែស៊ីទាំងអស់ណាស៊ីតែកតាពូអីចឹងហ្នឹងហើយគួរតែអូសសាកសពហ្នឹងទៅរណាត់រណៃចឹងប៉ុន្តែនេះភាគច្រើនសាកសពហ្នឹងគឺគេរកឃើញនៅតំបន់ផ្ទះរបស់ខ្លួនតែម្ដងភូមិរបស់ពួកគាត់ហ្មងកាលនោះនៅក្នុងភូមិមួយមានស្ត្រីមេម៉ាយម្នាក់ឈ្មោះថាធៀមហ្នឹងហើយរឿងហ្នឹងគឺបែកចេញមកពីនារីឈ្មោះធៀមនឹងឯងដែលរស់នៅជាមួយនឹងកូនប្រុសឈ្មោះថាដាំផ្ទះរបស់ពួកគេធ្វើអំពីឈើនិងមានថ្មនៅពីខាងក្រោមដូចផ្ទះខ្មែរទូទៅយើងដែរដែលមានសភាពចាស់ទ្រុឌទ្រោមបន្តិចទៅហើយធៀមប្រកបអាជីពជាអ្នកលក់នំនាងតែងតែភ្ញាក់ពីព្រលឹមជារៀងរាល់ថ្ងៃដើម្បីវិចនំយកទៅលក់នៅឯផ្សារធម្មតាអាជីពអ្នកលក់នំគឺត្រូវតែខុសពីព្រឹកដាំទឹកក្តៅស្រស់នេះវិចនោះចឹងទៅពេលខ្លះវិចអាចវិចពីល្ងាចប៉ុន្តែនៅពេលដែលត្រូវឡើងទៅស្ងោរគឺស្ងោរពេលព្រឹកព្រលឹមនឹងឯងដើម្បីកុំឲ្យនំនឹងផ្អូមអីចឹងទៅព្រឹកនេះក៏ដូចសពមួយដងធៀមភ្ញាក់ពីព្រលឹមមកចំហុយនំរបស់នាងដោយដុតភ្លើងចំអិនទុកចោលនៅខាងក្រោមផ្ទះរួចនាងក៏ឡើងទៅសម្រាកនៅឯលើផ្ទះជាមួយនឹងដាំវិញស្របពេលនោះដែរដាំកូនប្រុសរបស់នាងក៏ឈឺបាត់ជើងតូចគេក៏បានក្រោកមកបត់ជើងតូចដាក់កន្ថោនៅលើផ្ទះបានថាអត់មានប្រគុណនៅក្រោមផ្ទះជាទូទៅផ្ទះនៅតាមស្រុកភូមិអញ្ចឹងគឺបន្ទប់ទឹកនៅខាងក្រោមនៅខាងក្រោមតែឆ្ងាយនៅក្រោយទៅពេលខ្លះនៅក្រោយផ្ទះខ្លះនៅឆ្ងាយពីផ្ទះបន្តិចចឹងអញ្ចឹងបានមានត្រូវមានកន្ថោមានអីនៅតាមហ្មងបាត់ជេមកចុះក្រោមគេក៏បានក្រោកមកបត់ជើងតូចដាក់កន្ថោនៅលើផ្ទះដែលម្ដាយបានត្រៀមទុកឲ្យរួចជាស្រេចបន្ទាប់ពីរួចរាល់ហើយដាំក៏ដើរត្រឡប់មកកន្លែងដេកវិញតែពេលនោះគេក៏បានឮសូរសំឡេងសូត្រមន្តរហឹមនៅមុខផ្ទះរបស់ខ្លួនមិនបងអង្គយូរ
ដាំក៏បានអើតក្បាលមើលទៅតាមប្រឡោះរនៀបជញ្ជាំងផ្ទះហ្នឹងគឺរបៀបផ្ទះក្តៅចិត្តគ្នាអញ្ចឹងធម្មតាពេលខ្លះវាមានចន្លោះហើយអ្វីដែលដាំបានមើលឃើញនៅពេលនោះគឺព្រះសង្ឃ3ឆ្កែខ្មៅនិងដូនជី3ឆ្មាខ្មៅកំពុងតែដើរមកឈប់នៅមុខផ្ទះរបស់គេដាំបានស្រែកទៅសួរម្ដាយរបស់ខ្លួនដែលនៅក្បែរនោះថាម៉ែមានព្រះសង្ឃនិមន្តមកឈរនៅមុខផ្ទះយើងហើយក៏មានដូនជីម្នាក់មកជាមួយដែរនាងធៀមឮហើយក៏ឆ្លើយតបទៅវិញថាអូអញ្ចឹងកូនហេតុអីបានជាថ្ងៃនេះព្រះសង្ឃនិមន្តមកបិណ្ឌបាតតាំងពីព្រលឹមម្លេះនិយាយរួចធៀមក៏ប្រញាប់ស្រោចចុះទៅក្រោមផ្ទះព្រោះគិតថាមានព្រះសង្ឃនិមន្តមកបិណ្ឌបាតពិតមែនលុះចុះទៅដល់ដីធៀមក៏បានឃើញព្រះសង្ឃមួយអង្គ3ឆ្កែខ្មៅនិងដូនជីម្នាក់3ឆ្មាខ្មៅដូចគ្នាកំពុងឈរនៅមុខផ្ទះរបស់នាងធៀមមិនធ្លាប់ឃើញព្រះភ័ក្ត្ររបស់ព្រះសង្ឃអង្គនេះនិងដូនជីរូបនេះសោះនាងក៏ដឹងភ្លាមថានេះមិនមែនជាព្រះសង្ឃនិងដូនជីនៅតំបន់វត្តនេះឡើយអត់ប្រហែលមកព្រោះជីទូទៅតាមស្រុកតាមភូមិអញ្ចឹងលោកអត់សូវមានច្រើនបានទេ5អង្គ4 10អង្គអីចឹងប៉ុណ្ណឹងចឹងអ្នកភូមិយកចាហាមទៅប្រគេនរស់សិលអីដឹងហើយស្គាល់មុខស្គាល់មាត់ទាំងអស់គ្នាស្គាល់ឆ្លងភូមិប្រសងមួយអង្គគឺត្រូវបានគេស្គាល់ឆ្លងភូមិបើភូមិដាច់ស្រយាមែនតែនមួយអង្គវត្តមួយសម្រាប់4 5ភូមិហ្មងរំពេចនោះនាងធៀមក៏បានចូលទៅថ្វាយបង្គំព្រះអង្គនិងសួរថាថ្វាយបង្គំគុណម្ចាស់និងម៉ែជីនិមន្តទៅណាមកណាទាំងព្រឹកប្រហៀមបែបនេះទៀនម្ចាស់ព្រះសង្ឃនិងដូនជីនោះនៅស្ងៀមអត់តបអ្វីទាំងអស់ហើយមានទឹកមុខញញឹមគួរឲ្យខ្លាចខ្លាំងមែនតែនបានត្រឹមតែឈរត្រឹងនៅមួយកន្លែងតែខ្សែភ្នែករបស់ព្រះសង្ឃអង្គនោះនិងដូនជីរូបនោះមិនបានសម្លឹងមកធៀមនោះទេតែបែរជាសម្លឹងទៅលើផ្ទះទៅវិញអរគុណក្មេងធៀមក៏គិតថាព្រះសង្ឃអង្គនេះនិងដូនជីរូបនេះច្បាស់ជាធ្វើដំណើរមកពីស្រុកឆ្ងាយហើយទើបនឹកចង់ប្រគេននំដែលនាងធ្វើទៅព្រះអង្គនាងក៏និយាយឡើងថាសូមនិមន្តព្រះអង្គនិងម៉ែជីមកគង់នៅលើគ្រែសិនទៅខ្ញុំព្រះករុណាចំហុយនំចិត្តឆ្អិនហើយចង់ប្រគេនជាចង្ហាន់ដល់ព្រះអង្គគុណម្ចាស់អានេះបើសិនជាទំនៀមទម្លាប់នៃការជឿរបស់ប្រជាពលរដ្ឋខ្មែរវិញណាបើសិនជាយើងដឹងមុនអានេះក្នុងករណីក៏អត់ដឹងបើយើងដឹងមុនថានឹងប្រហែលមិនដឹងថាជាមនុស្សឬក៏ខ្មោចគេអត់ឲ្យអញ្ជើញអីផ្ដេសផ្ដាស់ទេចូលក្នុងផ្ទះតាមពិតវាចៃដន្យដែរដោយសារអីជាទូទៅលោកដើរបិណ្ឌបាតអាចព្រឹកព្រលឹមដែរព្រលឹមនឹងត្រូវព្រលឹមមែនតែគ្រាន់លើកនេះព្រលឹមចូលរៀងនៅល្ងឹតព្រោះព្រឹកប្រហៀមខ្លាំងខ្ទង់ម៉ោង4ម៉ោង5ហើយសំខាន់មកជាមួយនឹងដូនជីទៅទៀតធម្មតាគាត់និមន្តតែអង្គឯងឬក៏ជាមួយនឹងកូនសិស្សលោកហ្នឹងហើយបើខ្ញុំនិយាយឲ្យថងតិចតែ13អីចឹងខ្ញុំគាត់ហ៊ានចម្លែកដែរណាក្រោយពីធៀមនិយាយបបួលចប់ព្រះសង្ឃ3ឆ្កែខ្មៅនិងដូនជី3ឆ្មាខ្មៅក៏ដើរចូលមកអង្គុយនៅលើគ្រែដោយស្ងៀមស្ងាត់មិននិយាយអ្វីសូម្បីតែមួយម៉ាត់បើទោះបីជាធៀមព្យាយាមនិយាយជាមួយឬក៏សួរសំណួរជាច្រើនទៅកាន់អ្នកទាំងពីរក៏ដោយចុះធៀមឆ្ងល់ណាស់ហើយចម្លែកក្នុងចិត្តជាខ្លាំងព្រោះនាងបានធំក្លិនឆ្អាបចម្លែកខ្លាំងមែនតែនមិនត្រឹមតែឆ្អាបទេឆ្អេះស្អុយពុនពេកពេញតំបន់នោះតែម្ដងនាងសង្ស័យថាក្លិននោះចេញពីច្បងជីវររបស់ព្រះសង្ឃអង្គនោះនិងស្បៃរបស់ដូនជីរូបនោះទៀតផងតែនាងមិនហ៊ានមាត់ក្លិនស្អុយនោះបានធ្វើឲ្យនាងយកដៃខ្ទប់ច្រមុះទ្រាំសឹងតែពុំបានមិនរងចាំយូរធៀមក៏បានប្រញាប់ទៅដួសនំចេញពីឆ្នាំងនាងរៀបចំដាក់ចានយកទៅប្រគេនលោកសង្ឃនិងដូនជីនៅពេលនោះសុកព្រះសង្ឃនោះក៏មានសង្ឃដីកាកូនប្រុសញោមនៅណានេះបើជាងគិតផ្លូវល្អលោកសង្ឃនេះខ្លាំងដឹងផ្ទះមានកូនផង Yes មកដល់ឈប់មកផ្ទះឃើញតែម្ដាយគេសោះដឹងថាណាគេនៅលើផ្ទះធៀមបានលឺហើយគឺធ្វើមុខឆ្ងល់នឹកភ្នក់ក្នុងចិត្តតែឯងថាចុំព្រះសង្ឃអង្គនេះមិនបានដឹងថានាងមានកូនប្រុសព្រោះកូនប្រុសគាត់នៅគេងលើប៉ុន្តែនាងក៏បានលាក់ទុកចម្ងល់នោះតែឯងហើយក៏ប្រញាប់ឆ្លើយតបវិញទៅលោកថាវាដេកនៅលើផ្ទះកូនម្ចាស់អត់តន់ក្រោកទេឮហើយព្រះសង្ឃអង្គនោះក៏បានងាកជាមួយនឹងទឹកមុខញញឹមដាក់នាងគួរឲ្យខ្លាចព្រឺព្រួយខ្លាំងមែនទែនហើយក៏ដើរចេញទៅស្របជាមួយនឹងដូនជីនោះដោយមិននិយាយស្ដីសូម្បីតែមួយម៉ាត់ស
សំបីតែនំណែអីប្រគេហ្នឹងគឺគ្មានយក អត់យកទៅទេអត់យកទៅទេពេលនោះធៀមឆ្ងល់ខ្លាំងមែនតែនតែម្ដងហើយនាងហាក់ដូចជាស្ថិតនៅក្នុងអារម្មណ៍មួយហើរបៀបគប់ក្រមខ្លួនឯងអត់ចង់ជាប់ទេហើយចង់បើកមាត់ខាត់ប្រសង់អង្គនោះឲ្យនៅចាំប្រគេននំក៏អត់បានដែរគឺទៅបាត់អញ្ចឹងហ្មងសំបីតែគាត់នឹងខាត់ខ្លួនឯងក៏អត់បានដែរព្រឹកឡើងធៀមក៏ដើរទៅផ្សារស្រាប់តែលឺសូរអ្នកស្រុកខ្សឹបខ្សៀវគ្នាពេញភូមិតែម្ដងនាងក៏ចូលទៅស្ដាប់អ្វីដែលនាងនឹកស្មានមិនដល់នោះគឺថ្ងៃនេះត្រឹមតែមួយថ្ងៃទេមានមនុស្ស6នាក់បានស្លាប់ដោយអាថ៌កំបាំងតែមួយថ្ងៃមួយយប់មិញហ្នឹងណាហើយក៏ទទួលបានព័ត៌មានមនុស្សស្លាប់6នាក់ដោយអាថ៌កំបាំងអត់មានមូលហេតុអីទាំងអស់ដំណើរគ្នាតែម្ដងនៅព្រឹកឡើងអ្នកផ្សារនិយាយឈូឆប់ពេញនឹងផ្អើពេញភូមិតែម្ដងនាងក៏បានឮគេនិយាយទៀតថាប្រសិនបើនរណាគេម្នាក់បានជួបនិយាយឆ្លើយឆ្លងជាមួយនឹងព្រះសង្ឃ3ឆ្កែខ្មៅនិងដូនជី3ឆ្មាខ្មៅមនុស្សម្នាក់នោះនឹងត្រូវស្លាប់ដោយអត់ណោចអធមសាកសពរបស់អ្នកនោះគឺគ្មានគ្រឿងក្នុងគ្មានពោះវៀនគ្មានក្រពះគ្មានផ្នែកណាមួយនៃគ្រឿងក្នុងនៅសេសសល់ឡើយធៀមពេលបានលើកដូច្នេះហើយគឺនាងផិតភ័យខ្លាំងមែនទែនខ្លាចនៅក្នុងចិត្តណាស់ព្រោះអីកាលពីយប់មិញនាងបានជួបហើយព្រឹកថ្ងៃនេះនាងមកដឹងដំណឹងទាំងអស់នេះហើយនាងមិនត្រឹមតែបានជួបទេថែមទាំងបាននិមន្តព្រះសង្ឃនិងដូនជីនោះចូលទៅដល់ក្នុងផ្ទះទៅទៀតនាងភ័យខ្លាំងមែនទែនបែកញើសសស្រាក់សស្រាំហើយរត់ទៅផ្ទះដើម្បីទៅមើលអាដាមលុះចូលដល់ល្ងាចថ្ងៃដដែលសក្កិតមើលមានអីកើតឡើងនៅក្នុងភូមិហ្នឹងនៅពេលដែលមានកើតឡើងរឿងបែបហ្នឹងស្ងាត់ជ្រាបធម្មតាម៉ោង8នៅមានមនុស្សដើរទៅដើរមកអ៊ូអពេញភូមិនៅល្ងាចនោះម៉ោង7អត់តាន់ទេស្ងាត់ជ្រាបដូចម៉ោង2 10ម៉ោង1យប់ចឹងគឺអ្នកភូមិអ្នកស្រុកបាននាំកូននាំចៅប្រញាប់ញ៉ាំបាយងូតទឹកងូតអីហើយឡើងផ្ទះបិទទ្វារចាក់សោនៅក្នុងភូមិឮសូរតែសំឡេងចាបយំចង្រិតហើយនឹងឆ្កែលូពេញភូមិតែម្ដងពួកគេបានបបួលកូនចៅជោគដេកអស់តាំងពីក្បាលប្រឡប់មកម្លេះគ្រប់គ្នានរណាក៏ខ្លាចដែរចំណែកឯនាងធៀមវិញហើយនឹងកូនប្រុសក៏មិនខុសពីអ្នកភូមិដទៃទៀតដែរពួកគេប្រញាប់នាំគ្នាហូបបាយហូបទឹកហើយនាងក៏ប្រញាប់ឲ្យចៅដាមហ្នឹងងូតទឹកប្រញាប់ញ៉ាំបាយអីឲ្យហើយឡើងទៅដេកឲ្យឆាប់ហើយខ្លួនឯងវិញដោយសារតែខ្លួនគឺជាអ្នកលក់នំអត់អាចបខំបានទេត្រូវតែបិចនំឲ្យចប់ទើបអាចឡើងទៅគេងបានតែគាត់ក៏ខំប្រឹងពើដែរហើយម្យ៉ាងគាត់អត់មាននរណាគេនៅជួយទេអញ្ចឹងគាត់ត្រូវធ្វើតែឯងរាល់ដងមានអាដាមនឹងអង្គុយលេងជាមួយគ្នាប៉ុន្តែលើកនេះមិនបាច់ទេកូនឯងឡើងទៅលើផ្ទះចុះទុកឲ្យម៉ែនៅតែឯងបានហើយរបៀបខ្លាចកូនគាត់បញ្ញាប់រៀបចំប្រដាប់ប្រដានំណែកនឹងទុកសម្រាប់ធ្វើលក់នៅថ្ងៃស្អែកបន្ទាប់ពីត្រៀមរបស់របររួចរាល់ជាស្រេចនឹងបំរុងរៀបនឹងឡើងទៅលើផ្ទះដើម្បីសម្រាប់ទៅហើយស្រាប់តែធៀមបានក្រឡេកទៅមុខផ្ទះឃើញព្រះសង្ឃ3ឆ្កែខ្មៅនិងដូនជី3ឆ្មាខ្មៅលេចរូបរាងដើរចេញមកពីទីងងឹតចេញពីទីព្រៃណាមិនដឹងទេមកវឹបនៅមុខផ្ទះតែម្ដងមកម្សាទៀតហើយគោដៅហាក់ដូចជាមករកនាងដោយចំពោះតែម្ដងឈរសម្លឹងមើលមុខនាងនៅពីមុខផ្ទះខាងផ្លូវធៀមរឹងខ្លួនអស់រលីងដូចជាត្រូវបានមុនអ្វីមកសង្កត់ខ្លួននាងជាប់អត់ខុសអីពីយប់មិញទេដូនជីនិងព្រះសង្ឃអង្គនោះនៅតែឈរខាងមុខផ្ទះហាក់ដូចជាមានអ្វីរារាំងមិនឲ្យពួកគេទាំងពីរនាក់ហ្នឹងចូលមកក្នុងផ្ទះបានពីយប់មិញចូលមកបានដោយសារតែការអញ្ជើញតែយប់នេះធៀមអត់បាននិយាយអីទាំងអស់អញ្ចឹងចង់ចូលដូចមានអីខាំងមានអីរារាំងអញ្ចឹងបន្តិចក្រោយមកព្រះសង្ឃក៏មានសង្ឃដីកាថាហៅយើងចូលផ្ទះភ្លាមធៀមព្យាយាមចង់ស្រែកឡើងឲ្យអ្នកភូមិមកជួយដែរប៉ុន្តែគឺនាងអត់មានសម្លេងក្នុងការស្រែកសោះមិនដឹងជាបាត់សម្លេងទៅណាធ្វើមិនបានឡើយនៅពេលនោះមនុស្សដែលនាងព្រួយបារម្ភខ្លាំងជាទីបំផុតគឺអាដាមកូនប្រុសរបស់ខ្លួនដែលដេកនៅលើផ្ទះតែម្នាក់ឯងភ្លាមនោះមិនដឹងជាមានអ្វីមកបណ្ដាចិត្តឲ្យធៀមនិយាយឡើងមកដូចនេះថាចូលមកកូនម្ចាស់នាងស្រត់ចិត្តខ្លាំងមែនទែនដូចជាត្រូវមុនសណ្ដំឲ្យខ្លួននិយាយពាក្យនោះដោយមិនបានដឹងខ្លួនដូច្នោះដែរហើយនាងមិនបានបង្អាក់ខ្លួនមិនបានបញ្ជាឲ្យខ្លួននិយាយពាក្យទាំងអស់នោះឡើយរំពេចនោះយាយជីនោះគ្រាន់តែឮសូរសំឡេងថាចូលមកកូនម្ចាស់ភ្លាមហោះចូលមកទ្រុងមកដល់ចំពោះមុខធៀមតែម្ដងធៀមទទួលបានក្លិនស្អុយឆ្អាបឆ្អេះខ្លាំងមែនទែនចង់សន្លប់នៅពេលដែលដូនជីនោះឈរនៅមុខខ្លួនហើយដូនជីកំណាចនោះក៏បានយកដៃមកច្របាច់កធៀម
ចំបាច់យកយ៉ាងខ្លាំងចំណែកឯព្រះសង្ឃ3ឆ្កែក៏បាននិមន្តចូលទៅក្នុងផ្ទះហើយឈរនៅមាត់ជណ្ដើរតែម្ដងធៀមភ័យខ្លាំងណាស់ទាំងដែលដូនជីនោះកំពុងតែច្បាច់ករបស់ខ្លួនតែភ្នែកក៏លេចមើលទៅសង្ឃនឹងកំពុងតែចង់ឡើងទៅលើផ្ទះព្រះសង្ឃនឹងកំពុងតែឡើងចង់ឡើងទៅកូនគាត់ធៀមព្យាយាមរើបំរាស់អស់ពីកម្លាំងកាយចិត្តតែមិនអាចយកឈ្នះកម្លាំងដ៏ខ្លាំងរបស់ដូនជីនោះបានឡើយនាងភ័យខ្លាំងណាស់គិតតែម្យ៉ាងទេទោះជាអស់ជីវិតក៏ដោយត្រូវតែជួយកុំប្រុសជាទីស្រឡាញ់របស់ខ្លួនឲ្យបានលឿនជាទីបំផុតបើមិនដូច្នោះទេអាដាមមុខជាជួបគ្រោះថ្នាក់ជាជាពំខាននៅខណៈពេលនោះធៀមថប់ដង្ហើមស្ទើរតែចិត្តដាច់ខ្យល់ទៅហើយនាងក៏បានបែបបន់គុណព្រះសពគ្រប់បែបយ៉ាងដែលខ្លួនកាន់ហើយនឹងនៅជុំវិញផ្ទះរបស់ខ្លួនថាសូមម្ចាស់ទឹកម្ចាស់ដីអ្នកតាមថែរក្សាក្នុងផ្ទះខ្មោចជីដូនជីតាដែលកូនចៅថ្វាយជាប្រចាំនោះជួយកូនចៅផងនិយាយក្នុងចិត្តព្រោះគេច្បាច់កគាត់និយាយចេញជាសម្លេងអត់កើតទេភ្លាមនោះក៏មានសម្លេងតាចាស់ម្នាក់នៅក្នុងជំនឿគេតែងតែជឿថាគឺជាជំនាញឬក៏អ្នកថែរក្សាផ្ទះក៏បានស្រែកយ៉ាងកំហុកយ៉ាងខ្លាំងចេញពីក្នុងផ្ទះថាចេញពីផ្ទះអញភ្លាមគ្រាន់តែឮសូរសម្លេងបែបនោះស្រែកចប់ព្រះសង្ឃ3ឆ្កែនិងដូនជី3ឆ្មាក៏បានខ្ទាតចេញមកខាងក្រៅផ្ទះភឹងដេកដួលនៅលើផ្លូវតែម្ដងដូចមានអីដែលរុញចេញឬក៏ទាត់ចេញតែម្ដងអញ្ចឹងណាវ៉ាវដូចរឿងយើងខ្មោចយើងធ្លាប់មើលដែររឿងបារមីជំនាញផ្ទះហ៎ភាក់ខ្ទាតចេញពីលបងហ្មងហើយព្រះសង្ឃនិងដូនជីអង្គនោះងើបឡើងហាក់ដូចជាចង់ចូលម្ដងទៀតប៉ុន្តែលើកនឹងហាក់ដូចជាបាត់បង់ធម៌ពលចូលលេងបានតែម្ដងព្យាយាមចូលដែរប៉ុន្តែហាក់ដូចជារោរៀលពេញខ្លួនទីបំផុតក៏រលាយបាត់ចេញពីមុខធៀមតែម្ដងធៀមមិនបង្អង់យូរទេក៏រត់ឡើងទៅមើលដាំដែលកំពុងតែដេកនៅលើផ្ទះសំណាងដែរដាំអត់បានដឹងពីរឿងរ៉ាវទាំងអស់នេះទេហើយនាងអោបកូនរបស់ខ្លួនយំហើយក៏អរគុណដល់គុណព្រះម្ចាស់ទឹកម្ចាស់ដីអ្នកថែរក្សាផ្ទះរបស់ខ្លួននឹងឯងអាហ្នឹងហើយគឺជាជំនឿដែលគេដាក់ប្រភូមិនៅមុខផ្ទះមានជំនាញផ្ទះជំនាញអីចឹងណាប៉ុន្តែនៅពេលដែលយើងហ៊ានតែនិយាយថាសូមអញ្ជើញឲ្យខ្មោចព្រៃចូលបានថាខ្មោចស្រុកបើកដៃខ្មោចព្រៃចូលហីអញ្ចឹងនៅពេលដែលម្ចាស់ផ្ទះបើកដៃហើយទោះបីជាមានជំនាញវត្ថុស័ក្តិសិទ្ធិណានៅក្នុងផ្ទះនឹងក៏ដោយអត់អាចធ្វើអីបានទេព្រោះម្ចាស់ផ្ទះគេបានអនុញ្ញាតឲ្យចូលហើយដូចជាវីដេអូមួយខ្ញុំធ្លាប់មើលអញ្ចឹងរឿងហ្នឹងវីដេអូតាក់ទងខាងស្រុកគេដែរតែយើងមានអាសនៈព្រះទៅគេនេះស្រាប់តែម្ចាស់ផ្ទះហ្នឹងគាត់យកស្អីចូលទៅមិនដឹងទេដែលជាពួកខ្មោចតែជួនៅក្នុងបន្ទប់ព្រះសួរថាម៉េចខ្មោចគឺនៅក្នុងបន្ទប់ព្រះយើងថាកន្លែងស័ក្តិសិទ្ធិជាងគេបន្ទប់ព្រះតែខ្មោចនៅបន្ទប់ព្រះដែរដោយសារអីម្ចាស់ផ្ទះអ្នកយកចូលទៅដាក់ Yes វ៉ាវហ្នឹងហើយវីដេអូហ្នឹងវិញចេះអ្នកនរគ្នាខ្ញុំនិយាយឲ្យស្ដាប់វីដេអូហ្នឹងគឺម្ចាស់ផ្ទះបានត្រូវបានគេជូនកាដូហើយម្ចាស់ផ្ទះហ្នឹងចូលចិត្តទុកនៅវត្ថុបុរាណវត្ថុអីដែលមើលទៅស័ក្តិសិទ្ធិអញ្ចឹងណាហើយម្ចាស់ផ្ទះធម្មតាជាអ្នកគោរពជឿលើវត្ថុស័ក្តិសិទ្ធិគាត់មានបន្ទប់ព្រះមួយយ៉ាងធំទុកគោរពបូជាអត់ធូបអត់ទៀនចូលទៅសមាធិអីចឹងទៅអញ្ចឹងបន្ទប់ហ្នឹងធម្មតានៅផ្ទះយើងដែលមានបន្ទប់ព្រះគឺបន្ទប់ហ្នឹងគឺស័ក្តិសិទ្ធិជាងគេមកផ្ទះអញ្ចឹងនៅពេលដែលគាត់ឲ្យតែគេទទួលបានកាដូបានចែកកាច់ចែកអីស្លឹកប្រក់អីដែលបានគេកាដូឲ្យអញ្ចឹងគឺគាត់យកមកដាក់នៅក្នុងបន្ទប់ព្រះហ្នឹងឯងព្រោះអីប្រមូលផ្ដុំពោពេញទៅដោយវត្ថុស័ក្តិសិទ្ធិមានអីថ្ងៃមួយហ្នឹងគឺគាត់យកអាប្រក់ហ្នឹងធំមែនតែនយកទៅដាក់ចូលទៅក្នុងបន្ទប់ព្រះហ្នឹងហើយផ្ទះគាត់ចិត្តតែមានរឿងរ៉ាវក្តៅក៏ហាយហើយតែងតែឃើញមនុស្សប្លែកមុខជាញឹកញយនៅកដាត្រៀតឮសូរសំឡេងដុងដាំពេញហ្នឹងអត់តែមិនមែនជាសំឡេងមនុស្សបង្កឡើងនោះទេទីបំផុតនៅពេលដែលគេអញ្ជើញគ្រូដែលគេជំនាញទៅមើលទើបគេដឹងថាមានខ្មោចតៃហោងនៅក្នុងអាវត្ថុមួយហ្នឹងហើយគេចេះឆ្ងល់ថាចុះវត្ថុមានខ្មោចព្រាយបិសាច់តែនៅក្នុងបន្ទប់ព្រះហ្នឹងហេតុអីបានវានៅបានម្ចាស់អ្នកយកចូលចាគ្រូហ្នឹងក៏ប្រាប់ថាម្ចាស់អ្នកយកចូលម្ចាស់អនុញ្ញាតឲ្យចូលហើយរឿងអីអញ្ជើញគេចូលបាទព្រះអីគាត់មានសិទ្ធិអំណាចអីក្នុងការមកធ្វើបានព្រះគឺគាត់មានតែរដ្ឋអំណាចនៅជុំវិញខ្លួនគាត់តែប៉ុណ្ណោះយមព្រះដែលត្រូវបានគេប្រសិទ្ធិការគោរពបូជាជំនឿទៅលើពួកគាត់និយាយថារូបសំណាកហ្នឹងគ្រាន់តែមានជាបារមីរបស់គាត់មិនមែនគាត់ចេញមកគាត់ចូលនិព្វានបាត់អីអញ្ចឹងគ្រាន់តែជាបារមីរបស់ពួកគាត់ទេអញ្ចឹងតែយើងយកអីទៅដាក់អាហ្នឹងរឿងរបស់យើងអាហ្នឹងរឿងមួយទៀតគឺទៅសាងសំផ្ទះនៅកន្លែងរបស់គេនៅលើកន្លែងភ្នោខ្មោចអញ្ចឹងបលឹងខ្មោចបែបហ្នឹងក៏អាចធ្វើអីគេបានដែរលុះតែសុំគេបើគេអនុញ្ញាតក៏យើងសុខសប្បាយអញ្ចឹងទៅតែបើម្ចាស់ផ្ទះអត់បានសុំគេទេហើយគេអត់ពេញចិត្តនៅចរិតម្ចាស់ផ្ទះហ្នឹង
ម្ចាស់ផ្ទះហ្នឹងធ្វើអីគេអត់កើតទេចាំមកដេញគេមិនបើអាហ្នឹងគឺជាដែនដីរបស់គេទឹកដីរបស់គេអញ្ចឹងណាអាហ្នឹងតាមជំនឿបងប្អូនអញ្ចឹងទៅចាស់បុរាណឲ្យតែទិញដីអីគឺគាត់ឲ្យសុំឲ្យទោះបីយើងយកលុយទៅទិញអារឿង physical ផ្សេងប៉ុន្តែអារឿងអបិយជំនឿផ្សិនអត់អាចមកលុកលំគ្នាបានទេអញ្ចឹងទៅចាស់ឲ្យតែលើឡើងផ្ទះឡើងអីគឺហៅលោកនិមន្តស្រោចទឹកបងស្គរបងអីចឹងទៅឧទ្ទិសមិនមែនគ្រាន់តែឧទ្ទិសឲ្យសុខសេរីសួស្តីទេប៉ុន្តែវាហាក់ដូចជាទៅសុំម្ចាស់ទឹកម្ចាស់ដីឲ្យនៅសុខសប្បាយបន្ទាប់ពីហេតុការណ៍នៅយប់នោះទៅធីមបានចងចាំនៅក្នុងចិត្តព្រឹកឡើងធីមក៏ភ្ញាក់ដឹងខ្លួនធីមបានឃើញអ្នកភូមិជាច្រើនបានមកឈរចោមរោមមើលនាងពេញមុខផ្ទះតែម្ដងនាងស្ទុះក្រោកឡើងហើយទៅសួររកកូនប្រុសម្ដងទៀតបានថាយប់ហ្នឹងគឺគាត់អោបកូនប្រុសគាត់យំហើយក៏អត់ដឹងខ្លួនទេណាហើយក៏ស្លាប់បាត់ទៅហើយកូនប្រុសនឹងឯងដែលទៅហៅអ្នកភូមិអ្នកអីហ្នឹងឲ្យមកជួយមើលម្ដាយរបស់ខ្លួនដល់ពេលភ្ញាក់ឡើងទៅស្វែងរកណាកូនខ្ញុំណាកូនខ្ញុំអញ្ចឹងទៅ Yes ដោយក្តីព្រួយបារម្ភបំផុតអំពីដាំភ្លាមនោះអំប្រុសមេភូមិក៏បានឆ្លើយតបទៅកាន់នាងវិញថាកូនប្រុសឯងរួចផុតពីគ្រោះថ្នាក់ហើយមិនចាំព្រួយបារម្ភទេគ្មាននរណាកើតអីទេប៉ុន្តែអ៊ំចង់សួរឯងបន្តិចថាមានរឿងអីកើតឡើងថៃបានស្លាប់តាឯងអញ្ចឹងធៀមក៏តាំងសតិហើយនិយាយរៀបរាប់ប្រាប់ហេតុការណ៍ទាំងអស់ដែលបានកើតឡើងចំពោះនាងកាលពីយប់មិញឲ្យអ្នកភូមិបានស្ដាប់ក្រោយពីកើតរឿងនេះលោកមេភូមិហើយនិងអ្នកភូមិក៏បានប្រឹក្សាគ្នាដើម្បីរកដំណោះស្រាយអត់អាចបណ្ដោយឲ្យអញ្ចឹងកើតឡើងបន្តទៀតទេធៀមរួចខ្លួនមិនប្រកាសថាអ្នកភូមិដទៃទៀតរួចខ្លួននោះទេបន្ទាប់មកមេភូមិក៏បានអញ្ជើញគ្រូខ្មោចម្នាក់ឲ្យមកធ្វើពិធីសូត្រមន្តបណ្ដេញខ្មោចព្រាយបិសាចជាពិសេសខ្មោចព្រៃអាហ្នឹងគឺហៅថាខ្មោចព្រៃកម្លាំងខ្មោចព្រៃព្រះសង្ឃ3ឆ្កែខ្មៅនិងដូនជី3ឆ្មាខ្មៅឲ្យចេញពីភូមិរបស់ខ្លួនដោយរីខ្សែសីមាព័ទ្ធជុំវិញភូមិនោះតែម្ដងមិនវាជុំវិញតែផ្ទះទេគឺជុំវិញភូមិតែម្ដងដើម្បីកុំឲ្យបិសាចដ៏កាចសាហាវនេះអាចវិលត្រឡប់ចូលភូមិនេះវិញម្ដងទៀតបានក្រោយពីនោះប៉ុន្មានឆ្នាំរឿងព្រះសង្ឃ3ឆ្កែដូនជី3ឆ្មាក៏បានសាប់រលាបពីភូមិនោះប៉ុន្តែបានលេចលឺថាមានហេតុការណ៍កើតឡើងដូចគ្នានៅភូមិដទៃទៀតបានថាចូលភូមិនេះបានអញ្ចឹងតទៀតមានទៅទៀតហើយភាគច្រើនគឺជាភូមិស្រុកដែលនៅតាមបណ្ដោយទន្លេមេគង្គមានតែអ្នកភូមិរបស់ធៀមទេដែលលែងបានជួបព្រះសង្ឃហើយនឹងដូនជីរូបនោះប៉ុន្តែតាំងពីឆ្នាំនោះមកតែងតែលេចលឺពីដំណឹងព្រះសង្ឃ3ឆ្កែដូនជី3ឆ្មានោះដើរត្រាច់ចរទៅបំផ្លាញភូមិស្រុកដទៃទៀតទៅជារឿយអញ្ចឹងទៅហើយរឿងនោះក៏កើតជាដំណើរតគ្នានិយាយតគ្នារហូតមកដល់ពេលបច្ចុប្បន្នបើយើងទៅសួរជនជាតិថៃទៅសួរជនជាតិឡាវណាគេក៏ដឹងពីរឿងហ្នឹងដែរអត់ខុសអីពីយើងនិយាយពីរឿងដើមព្រាយដើមជ័យជ្វាពីរឿងអបិយជំនឿខ្មោចយើងណាគឺដូចគ្នាបែបបិទហ្មងហ្នឹងហើយអូខេអ្នកទាំងអស់គ្នាហើយរឿងហ្នឹងក៏បានបញ្ចប់ត្រឹមប៉ុណ្្នឹងតែអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះរឿងរ៉ាវទាំងអស់នេះចូលរួមមតិទាំងអស់គ្នានៅក្នុង comment ខាងក្រោមនៅក្នុងវីដេអូ clip នេះគឺខ្ញុំមានgift ជូនអ្នកទាំងអស់គ្នាចំនួន10រង្វាន់សម្រាប់ស្វាគមន៍ឆ្នាំថ្មី2024រីងរៃហើយបងប្អូនអើយទើបតែ promotion $1ចប់ឥឡូវហ្នឹងដឹងធ្វើមិនទេតែដើម្បីជាកាដូឆ្នាំថ្មីសម្រាប់បងប្អូនតោះចូលរួមឆ្លើយជាមួយនឹងសំណួរនេះជាមួយគ្នាហេតុអ្វីបានជាបងប្អូនចូលចិត្តស្ដាប់ The Story Podcast ហើយថាតើអ្នកផ្ទះឬក៏មិត្តភ័ក្តិរបស់បងប្អូនចូលចិត្តស្ដាប់កម្មវិធីនេះដូចបងប្អូនដែរទេហើយកុំភ្លេចបញ្ចប់ទៅដោយ #sunglow80ml ផងណាឈ្មោះ Top Fan ដែលបានឈ្នះខ្ញុំនឹងផុសនៅក្នុង Channel Telegram របស់ខ្ញុំអញ្ចឹងទេប្រយ័ត្នអត់ដឹងឈ្មោះខ្លួនឯងពេលដែលឈ្នះកុំភ្លេចចូលទៅ subscribe ឲ្យហើយផងណា link channel Telegram ខ្ញុំ pin នៅក្នុង comment ខាងក្រោម